ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តហើយប្រធានបទដែលខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាថ្ងៃនេះគឺនិយាយពីការចែកឥទ្ធិពលពីមនុស្សនៅជុំវិញខ្លួនរបស់យើងឬក៏អ្នកដែលគេនៅក្បែរយើងចា៎អញ្ចឹងមនុស្សដែលនៅជុំវិញខ្លួនរបស់យើងគឺមានសារៈសំខាន់ខ្លាំងមែនទែនប្រសិនបើយើងនៅក្នុងចំណោមមនុស្សដែលល្អអាចទង្វើល្អរបស់អ្នកដទៃហ្នឹងវានឹងជះឥទ្ធិពលលើយើងហើយប្រសិនបើយើងនៅក្នុងចំណោមមនុស្សដែលមិនល្អចា៎អញ្ចឹងការទង្វើមិនល្អរបស់អ្នកដទៃហ្នឹងក៏វាជះឥទ្ធិពលលើយើងដែរអញ្ចឹងហើយបានមានគ្រាមួយហ្នឹងគេលើកឡើងថាមនុស្ស7ប្រភេទដែលយើងគួរតែនៅក្បែរអញ្ចឹងតើមានប្រភេទអ្វីខ្លះចា៎អញ្ចឹងទី1មនុស្សដែលទឹកវិជ្ជមានដែលយើងគួរតែនៅក្បែរណាចា៎ឧទាហរណ៍អ្នកដែលទឹកវិជ្ជមានគឺផ្ដល់ភាពវិជ្ជមានមកក្នុងជីវិតរបស់យើងខ្លាំងមែនទែនបើសិនបើយើងនៅជាមួយអ្នកដែលគាត់មានគំនិតអវិជ្ជមាននោះក៏មិនធ្វើបាននេះក៏មិនធ្វើបានយូរទៅធ្វើឲ្យយើងមានភាពអគតិចំពោះខ្លួនឯងនិងចំពោះអ្នកដទៃអញ្ចឹងឯងពួកយើងត្រូវតែនៅជាមួយអ្នកដែលគាត់មានគំនិតវិជ្ជមានឲ្យបានច្រើនទើបជីវិតយើងមានការលូតលាស់ប្រភេទទី2គឺមនុស្សដែលមានចិត្តទូលាយចាអញ្ចឹងនៅជាមួយតែមនុស្សដែលមានទឹកចិត្តទូលាយធ្វើឲ្យយើងមានភាពសប្បាយរីករាយពុទ្ធសាសនាគាត់មិនងាយខឹងទេហើយគាត់ចេះស្រឡាញ់និងឲ្យតម្លៃអ្នកនៅជុំវិញខ្លួនអញ្ចឹងបន្ថែមទាំងយើងចេះចែករំលែកក្តីស្រឡាញ់ចំពោះអ្នកដទៃទេយើងក៏ទទួលបានក្តីស្រឡាញ់ពីអ្នកដទៃឬក៏អ្នកនៅជុំវិញខ្លួនយើងផងដែរចាអញ្ចឹងចូលមកដល់មនុស្សទី3គឺមនុស្សដែលមានគោលដៅអញ្ចឹងប្រសិទ្ធបើយើងនៅជាមួយមនុស្សដែលមានគោលដៅវាធ្វើឲ្យយើងក៏ត្រូវខ្លាយទៅជាមនុស្សដែលមានគោលដៅដែរព្រោះយើងនៅមួយគេមានគោលដៅហើយយើងអត់មានគោលដៅវាមិនអាចទេអញ្ចឹងយើងចាប់ផ្ដើម set គោលដៅរបស់យើងដូចគ្នាដែរចាមនុស្សទី4គឺមនុស្សដែលពូកែលើកទឹកចិត្តអញ្ចឹងយើងនៅជាមួយអ្នកដែលពូកែលើកទឹកចិត្តធ្វើឲ្យយើងមានកម្លាំងឬក៏មានថាមពលជំរុញចិត្តរបស់យើងឲ្យធ្វើអ្វីមួយចាពុទ្ធសាសនាពេលដែលយើងធ្វើអីអត់បានជោគជ័យឬក៏ជួបបញ្ហាអីគឺគាត់តែងតែជំរុញនិងលើកទឹកចិត្តយើងឲ្យយើងមានកម្លាំងមានថាមពលក្នុងការបន្តធ្វើអានឹងទៅមុខទៀតមនុស្សទី5គឺជាមនុស្សដែលចេះដឹងគុណអញ្ចឹងអ្វីៗគ្រប់យ៉ាងវាតែងតែដូចបំណងនិងមិនដូចបំណងរបស់យើងប៉ុន្តែប្រសិនបើយើងចូលចិត្តតែធូនថែចូលចិត្តតែបន្ទោសអញ្ចឹងយើងអត់អាចឃើញពីគុណសម្បត្តិនៃរឿងមួយហ្នឹងទេតែបើសិនបើយើងក៏លេចមកមើលពីការដឹងគុណចាយើងជួបរឿងអីក៏ដោយយើងដឹងគុណគេឧទាហរណ៍ថាគេធ្វើអាក្រក់មកលើយើងចឹងទៅអញ្ចឹងយើងដឹងគុណគេបើសិនបើគេអត់ធ្វើអាក្រក់មកលើយើងទេយើងច្បាស់ជាអត់ដឹងថាចេះធៀមខ្លួនទុកជាមុនចេះលើកទឹកចិត្តខ្លួនឯងអីចឹងទៅកុំឲ្យខ្លួនឯងបាក់ទឹកចិត្តឬក៏គេបោកប្រាស់យើងហើយយើងចេះប្រុងប្រយ័ត្នឲ្យយើងនៅលើក្រោយធ្វើមិនកុំឲ្យគេបោកបើកយើងបានទៀតចឹងអញ្ចឹងមនុស្សអាក្រក់គឺគេបង្រៀនយើងហើយបើសិនមកយើងជួបមនុស្សល្អយើងត្រូវតែមានទឹកចិត្តចេះដឹងគុណគេចាចេះថ្លែងអំណរគុណដល់គេអញ្ចឹងមិនថាយើងជួបរឿងអីក៏ដោយយើងត្រូវតែមានគំនិតវិជ្ជមានអញ្ចឹងកាលណាដែលយើងមានគំនិតវិជ្ជមានគឺយើងចេះដឹងគុណចាដឹងគុណមេឃដឹងគុណដីដឹងគុណឪពុកម្ដាយដឹងគុណមនុស្សនៅជុំវិញខ្លួនរបស់យើងដែរផ្ដល់មេរៀននៃជីវិតឲ្យយើងមានដល់ថ្ងៃហ្នឹងចាទាំងល្អទាំងអាក្រក់ចាអញ្ចឹងទី6គឺជាមនុស្សដែលមានសេចក្តីមេត្តាចាអញ្ចឹងដោយព្រះសម្មាសម្ពុទ្ធក៏និយាយចឹងបណ្ដោះនៃសេចក្តីមេត្តាករុណានៅក្នុងខ្លួនអញ្ចឹងធ្វើឲ្យយើងសប្បាយចិត្តចាអញ្ចឹងពេលដែលយើងសប្បាយចិត្តយើងធ្វើរឿងអីក៏ចេញដែរយើងធ្វើរឿងអីក៏ជោគជ័យដែរចាព្រោះចិត្តរបស់យើងស្ងប់អញ្ចឹងយើងមើលកិច្ចការងារអីមួយហ្នឹងគឺមានភាពហ្មត់ចត់អត់ចេះតែធ្វើតែផ្ដេសតែផ្ដាសចិត្តខឹងចិត្តអីក៏អត់ទេហើយយើងនៅជាមួយមនុស្សដែលមានទឹកចិត្តធម៌មេត្តាករុណាហ្នឹងធ្វើឲ្យយើងមានសទ្ធាជ្រះថ្លានៅជាមួយគ្នាចេះធ្វើបុណ្យចេះអីចឹងទៅ
ចាអញ្ចឹងវាសិតតែជាសេចក្តីល្អដែលនាំយើងទៅលើផ្លូវដែលល្អមនុស្សចុងក្រោយចាមនុស្សទី7គឺយើងត្រូវតែនៅជិតមនុស្សដែលគាត់ចូលចិត្តចែករំលែកចាចុះបើសិនបើគាត់អត់ចូលចិត្តចែករំលែកគាត់កំណាញ់ទេវាអត់ដូចចម្រើនទេដូចចំណេះដឹងអញ្ចឹងបើសិនបើយើងចេះហើយយើងលាក់ទុកទៅនៅក្នុងខ្លួនឯងយើងអត់ចែករំលែកទៅខាងក្រៅសួរថាចំណេះដឹងរបស់យើងរីកចម្រើនអត់គឺអត់រីកចម្រើនទេចាអញ្ចឹងយើងដឹងរឿងតិចតួចក៏ដោយមានចំណេះដឹងតិចតួចអញ្ចឹងគឺយើងចែករំលែកឲ្យគេរៀនចេះដូចអ្វីដែលយើងចេះដែរប៉ុន្តែអាហ្នឹងមិនមែនឲ្យយើងនិយាយចឹងថាខ្ញុំអួតអាងអីក៏អត់ទេចាចែករំលែកនៅអ្វីដែលយើងមានចាមិនលើសពីអ្វីដែលយើងមានទេយើងចេះ2ឬប្រាប់គេចេះ4ចាមែនទេគឺយើងចែករំលែកនៅអ្វីដែលយើងដឹងថាល្អអញ្ចឹងហើយយើងទៅបរៀនគេឲ្យល្អឲ្យគេចេះដឹងដែរគេដើរទៅលើផ្លូវដែលល្អដែរអញ្ចឹងណាចាមិនថាចំណេះដឹងមិនថារបស់អីទេយើងត្រូវចែករំលែកគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកអញ្ចឹងគឺយើងគួរតែនៅក្បែរមនុស្ស7ប្រភេទហ្នឹងចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាទៅប៉ុណ្ណឹងអរគុណសម្រាប់ការស្ដាប់